នាវាទេសចរណ៍ខ្នាតធំមួយគ្រឿងចូលចតក្រុងព្រះសីហនុនាំភ្ញៀវជិត 3,000 នាក់ អាមេរិកច្រើនជាងគេ នៅវេលាម៉ោង 7:00 នាទីថ្ងៃច័ន្ទទី 29 ខែធ្នូនេះ មាននាវាទេសចរណ៍ឈ្មោះ Diamond Princess សញ្ជាតិ Bermuda បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃបន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម កំពង់ស្វយ័តក្រុងព្រះសីហនុបានឲ្យដឹងថានាវាទេសចរណ៍នេះមាននាវិកសរុបចំនួន 1059 នាក់ ស្រី 245 នាក់ មាន 59 សញ្ជាតិ និងមានភ្ញៀវទេសចរសរុបចំនួន 2850 នាក់ ស្រី 1566 នាក់ មាន 52 សញ្ជាតិ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេគឺសហរដ្ឋអាមេរិក 797 នាក់ និងអូស្ត្រាលី 824 នាក់ បើតាមប្រភពខាងលើនាវាទេសចរណ៍នេះនឹងចាក់ចេញទៅប្រទេសថៃនៅវេលាម៉ោង 16:00 នាទីនៅថ្ងៃដដែល